ចាអញ្ចឹងយើងឃើញថា sunset នៅសល់សមាជិក4នាក់ពេញខណៈដែរពីចាហ្វីលីពីនចា4នាក់ពេញហើយនឹង VX Gaming ហ្វីលីពីនសល់3នាក់ទេហើយ VX Gaming ផងយើងសល់4នាក់ចាឥឡូវយើងគណៈជាមួយនឹងសមាជិករបស់ក្រុម VX Gaming ផងយើងដាក់ knockdown មួយទៀតបាត់ទៅហើយទៅលើសមាជិករបស់ក្រុម ARC ខណៈដែរពី EGOT មានការ knock ដូចគ្នាផងដែរចាខណៈដែរ Boom God រត់មកជួយគ្នាបុកចូលមកកន្លែងនេះជួយគ្នាសម្រាប់គ្នាលឿនខ្លាំងមែនតើចា sunset កន្លែងនេះអាចត្រង់ទាំងអស់ឬក៏យ៉ាងណាដោយសារតែគេប៉ះគ្នាក្រៅ zone ច្រើនមែនតើចឹងយើងគេថាជាមួយនឹង ARC នៅសល់សមាជិកជុំក្រោយទៅលើ Rai Mil ដៃ MVP របស់គាត់អាចធ្វើការជួយក្រុមបានរីកណាអត់បានទេចាបដាច់ចេញពីខាង Sunset Lover នៅសល់2ធីមចុងក្រោយរវាងក្រុម VX Gaming ហើយនិង Sunset Lover ដែលសិតសឹងតែជាក្រុមដែលធ្វើបានល្អនៅក្នុងវគ្គចាក្នុងវគ្គ semi final ក្រុម A នេះផងដែរចាដោយ VX របស់យើងនៅសល់4នាក់ហើយនឹង Sunset 4នាក់ដូចគ្នាយ៉ាឥឡូវមានការលេងជាមួយនឹង Granite មកទៅហើយជាមួយនឹង VX Gaming ដាក់ទៅហើយដៃ Boom God បុកចូលចាបន្ថែមជាមួយនឹង Granite មួយទៀតឥឡូវនេះមានការចាដាក់ជាមួយគ្រាប់ផ្សែងទៅវិញទៅមកដូចគ្នាផងដែរចា VX គឺព្យាយាមលេង IQ ខ្លាំងមែនដែរចានៅតែបន្តធ្វើការបាយយ៉ា VX របស់យើង knock មួយទៅលើ Egon knock 2ទៅលើ Boom God យ៉ាពី Sunset ក៏មានការ knock ដូចគ្នាផងដែរដាច់បាត់ទៅហើយយ៉ា Sunset Lover នៅក្នុងហ្គេមទី2នេះទទួលបានប៊ូយ៉ាចាអញ្ចឹងសម្រាប់